10ចំណុចសំខាន់មុននឹងសម្រេចចិត្តទិញផ្ទះដំបូងខ្ញុំដឹងថាការទិញផ្ទះដំបូងគឺជាការសម្រេចចិត្តដ៏ធំមួយនៅក្នុងជីវិតវាមិនមែនត្រឹមតែជាការវិនិយោគហិរញ្ញវត្ថុប៉ុណ្ណោះទេតែវាជាការកសាងអនាគតនិងជាទីជម្រកដ៏កក់ក្ដៅខាងក្រោមនេះគឺជាគំនិតខ្លះៗដែលបងប្អូនអាចយកទៅពិចារណាមុននឹងសម្រេចចិត្តទិញផ្ទះដើម្បីធានាថាការសម្រេចចិត្តរបស់អ្នកត្រឹមត្រូវនិងមិនសោកស្ដាយចំណុចទី1កំណត់ថវិកាឲ្យបានច្បាស់លាស់តើអ្នកអាចទិញផ្ទះក្នុងតម្លៃប៉ុន្មានគណនាប្រាក់ចំណូលប្រាក់ចំណាយនិងលទ្ធភាពសងបំណុលប្រចាំខែរបស់អ្នកកុំភ្លេចគិតគូរពីការចំណាយផ្សេងទៀតដូចជាថ្លៃសេវាច្បាប់បងថ្លៃពន្ធនិងថ្លៃជួសជុលចំណុចទី2ស្វែងយល់ពីលក្ខខណ្ឌប្រាក់កម្ចីសិក្សាពីជម្រើសកម្ចីទិញផ្ទះពីធនាគារផ្សេងស្វែងយល់ពីអត្រាការប្រាក់រយៈពេលបង់រំលោះនិងលក្ខខណ្ឌផ្សេងត្រូវប្រាកដថាអ្នកអាចយល់ច្បាស់ពីកាតព្វកិច្ចរបស់អ្នកកុំខកខ្លួននឹងការទិញផ្ទះដែលបងអត្រាការប្រាក់ខ្ពស់ទី3ជ្រើសរើសទីតាំងតើអ្នកចង់រស់នៅកន្លែងណាពិចារណាពីកត្តាដូចជាភាពងាយស្រួលក្នុងការធ្វើដំណើរទៅកន្លែងធ្វើការសាលារៀនមន្ទីរពេទ្យផ្សារនិងសន្តិសុខនៅក្នុងតំបន់ទី4ប្រភេទផ្ទះតើអ្នកចង់បានផ្ទះល្វែងផ្ទះវីឡាផ្ទះអាជីវកម្មឬក៏ខុនដូពិចារណាពីទំហំផ្ទះចំនួនបន្ទប់និងរចនាបថដែលស័ក្តិសមទៅនឹងតម្រូវការនិងរបៀបរស់នៅរបស់អ្នកជាប្រចាំថ្ងៃទី5ត្រួតពិនិត្យគុណភាពសំណង់មុននឹងទិញត្រូវប្រាកដថាអ្នកបានត្រួតពិនិត្យមើលគុណភាពសំណង់ផ្ទះឲ្យបានហ្មត់ចត់បើអាចសូមជួយអ្នកជំនាញសំណង់មកជួយត្រួតពិនិត្យគឺជាការដ៏ល្អប្រសើរព្រោះការទិញផ្ទះត្រូវចំណាយលុយជាច្រើនដែលខ្ញុំគិតថាវាគឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃនិងគួរតែចំណាយលើអ្នកជំនាញផ្ដល់យោបល់លើគុណភាពសំណង់ផងដែរទី6ឯកសារកម្មសិទ្ធិប្លង់ត្រូវប្រាកដថាប្លង់ដីឬក៏ប្លង់ផ្ទះមានភាពច្បាស់លាស់និងត្រឹមត្រូវតាមច្បាប់ប្រយ័ត្នចំពោះការក្លែងបន្លំប្លង់ឬក៏មានបញ្ហាផ្សេងពិគ្រោះជាមួយនឹងមេធាវីផ្នែកអចលនវត្ថុឬអ្នកមានជំនាញអចលនវត្ថុប្រសិនបើចាំបាច់ទី7ថ្លៃចំណាយដែលមើលមិនឃើញក្រៅពីតម្លៃផ្ទះត្រូវគិតគូរពីថ្លៃចំណាយផ្សេងទៀតដូចជាថ្លៃផ្ទេរកម្មសិទ្ធិថ្លៃបង់ពន្ធប្រចាំឆ្នាំថ្លៃជួសជុលថែទាំថ្លៃធានារ៉ាប់រងនិងថ្លៃសេវាគ្រប់គ្រងប្រសិនបើជាខុនដូដូចនេះហើយវាគឺជារឿងដែលអ្នកត្រូវគិតឲ្យបានស៊ីជម្រៅផងដែរពេលខ្លះអ្នកអាចនឹងថាតម្លៃចង់បានថោកពីដំបូងតែអ្នកអាចនឹងចំណាយលុយលើពេលវេលានិងភាព stress ដោយសារតែការជួសជុលបន្ទាប់ពីបាននៅមួយរយៈខ្លីកន្លងមកទី8អនាគតនៃតំបន់សិក្សាពីគម្រោងអភិវឌ្ឍន៍នាពេលអនាគតនៅក្នុងតំបន់នោះតើមានហេដ្ឋារចនាសម្ព័ន្ធអ្វីខ្លះនឹងត្រូវបានសាងសង់នេះអាចជះឥទ្ធិពលដល់តម្លៃផ្ទះរបស់អ្នកនាពេលអនាគតផងដែរទី9ពិគ្រោះជាមួយនឹងអ្នកជំនាញកុំស្ទាក់ស្ទើរក្នុងការសុំយោបល់ពីអ្នកជំនាញអចលនវត្ថុដែលគួរជាទីទុកចិត្តមេធាវីឬក៏ភ្នាក់ងារធនាគារពួកគេអាចផ្ដល់ដំបូន្មានល្អៗនិងជួយសម្របសម្រួលដល់ដំណើរការទិញឬក៏លក់ផ្ទះរបស់អ្នកទី10ដែលជាចំណុចចុងក្រោយនោះកុំប្រញាប់ប្រញាល់សម្រេចចិត្តការទិញផ្ទះគឺជាការវិនិយោគដ៏ធំចូលចំណាយពេលឲ្យបានគ្រប់គ្រាន់ក្នុងការស្រាវជ្រាវពិចារណានិងប្រៀបធៀបមុននឹងធ្វើការសម្រេចចិត្តចុងក្រោយសង្ឃឹមថា10ចំណុចនេះនឹងជួយអ្នកទាំងអស់គ្នាឲ្យយល់កាន់តែច្បាស់មុននឹងឈានចូលដល់ដំណាក់កាលទិញផ្ទះជាលើកដំបូង
សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដាននិងស្ដាប់នៅ podcast មួយនេះ